បញ្ហាស្ពឹកដៃស្ពឹកជើងក្តៅក្រហាយបាតដៃបាតជើងមានការរងតាមកលៈដៃកលៈជើងហើមប៉ោងឈឺពិបាកក្នុងការក្តាប់ពិបាកក្នុងការលាពិបាកក្នុងការដើរធ្វើចលនាបញ្ហាទាំងអស់នេះយើងសង្កេតឃើញថាកើតទៅលើមនុស្សដែលគាត់វ័យចំណាស់អាយុចាប់ពី30ឆ្នាំឡើងទៅគាត់ប្រឈមទៅនឹងបញ្ហានេះកាន់តែខ្លាំងដោយសារតែវ័យរបស់គាត់កាន់តែច្រើនបញ្ហាសុខភាពរបស់គាត់មានការវិវត្តពីមួយដំណាក់កាលទៅមួយដំណាក់កាលទៀតជាពិសេសនោះគឺមានការសក្តិរិលនៃសម្លឹកឆ្អឹងខ្ចីនៃសន្លាក់ក្បាលជង្គង់របស់គាត់ដែលវាសុទ្ធសឹងតែជាហេតុធ្វើឪពុកម៉ែបងប្អូនពិបាកក្នុងការរកដំណោះស្រាយខ្លាំងតែម្ដងថ្ងៃនេះដែរអ្នកគ្រូសូមណែនាំនៅដំណោះស្រាយមួយដែលជាប្រភេទផលិតផលមួយយ៉ាងដែលផ្សំឡើងពីរុក្ខជាតិมันមានជាតិកាត់มันមានជាតិគីមីនោះគឺមានឈ្មោះថាយ៉ងលាំងផ្លឹកយ៉ងលាំងផ្លឹកគឺជាដំណោះស្រាយមួយដែលអាចជួយសម្រួលរាល់បញ្ហាសន្លាក់សរសៃលើសជាតិអាស៊ីតតម្រងនោមក្រពះពោះវៀនបានយ៉ាងមានប្រសិទ្ធភាពតែម្ដងពុកម៉ែបងប្អូនយកទៅប្រើប្រាស់ត្រឹមតែមួយឈុតតូចពុកម៉ែបងប្អូននឹងដឹងប្រសិទ្ធភាពពិតៗចង់ជ្រាបកាន់តែច្បាស់សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលមាននៅខាងក្នុងវីដេអូមួយនេះឈឺមែនបងអើយនិយាយចំមិនឈឺមែនអ្នកមិនដែលឈឺកុំអាលថាខ្ញុំឈឺឲ្យឈឺដេកក៏មិនលក់អង្គុយក៏មិនកើតដែរដេកក៏មិនកើតអង្គុយក៏អត់កើតដែរវាចុកហ្មងមិនថាចុកកញ្ញងហ្នឹងហ្មងនេះអាប្រហ្វៃពួរទាញអស់លេងខ្ញៅអស់លេងដើររួយឯងបោះជើងដើររួយទេដល់កំបត់ធ្ងន់មែនទេណាកុំថាលាជើងរួយចុកនេះចុកអាហ្នឹងឲ្យឡើងមកដល់នេះខ្ញុំអត់កុហកឯងម៉ាហ្នឹងមិនទាញមកឡើងដូចបក្រាវដូចដើមងើវាដូចវាលេងស្ដាប់ជាដូចអិចខូចបូមហ្នឹងខ្ញុំថាអីតិចងាប់មិនដឹងហើយដល់បានហូបរាមហ្នឹង3ថ្ងៃដឹងគួយទៅវាអត់មានត្រង់ចកេះយើងបត់ខ្លួនបានប៉ុន្តែវានៅឈឺទុំតាំងពីប្រើមកប្រើអស់ប៉ុន្មានកំប៉ុងហើយខ្ញុំប្រើអស់ពីកំប៉ុងមកពីទេទៅមកពីកំប៉ុងទី2អស់នៅអស់ហើយអត់ទិញទៀតទេបានណាជេហើយចាំឈឺចាំទិញទៀតឈឺមុនរងឈឺចកេះពីថ្ងៃខ្ញុំចាប់ផ្ដើមឈឺជើងទៀតអារបៀបវាគៀបពីចកេះហ្នឹងទៅឈឺបាទដល់ចុងជើងហ្នឹងតែដើរបានទេកាលនោះដើរបានតែដើរទ្រាំថងឈឺដូចថាយើងចូលបន្ទប់ទឹកចូលអីហ្នឹងវែងត្រឹម4-10ម៉ែត្រហ្នឹងឈប់ទៅឈប់មួយសាទៅនៅបានទៅមួយសាទៀតដើរបានប៉ុន្តែយើងធ្វើការគោវ៉ាន់ធ្វើការទៅដើរហ្នឹងដើរដោយសារទាល់ហើយធ្វើមិនបើយើងរន់បត់ជើងធំជើងអីបាទដល់ស្រុកយួនហ្នឹងបកមកវិញបានលទ្ធផលយ៉ងលៀងហ្នឹងសាក់លោមើលអញ្ចឹងខ្ញុំក៏ខ្ចីគាត់ហ្នឹង4ថ្ងៃខ្ញុំថាបើសាក់ទៅធូរអាហ្នឹងខ្ញុំនឹងទិញក៏សាក់ទៅធូរខ្ញុំមកយកពីគាត់មកកំប៉ុងដល់តែហើយទៅរឿងធូរទៅខ្ញុំមកយកមកកំប៉ុងទៀតបាទធូរច្រើនជាហ្មងពេលខ្ញុំចូលបន្ទប់ទឹកខ្ញុំវេចេះខ្ញុំវេអញ្ចឹងហើយបាទខ្ញុំអង្គុយអញ្ចឹងមកដាក់ដៃមកខាងនេះទេខ្ញុំអង្គុយអញ្ចឹងអាជើងនឹងវាបត់អត់កើតនៅតែអញ្ចឹងហើយយើងបានដៃនឹងច្រត់អញ្ចឹងមកចំកិតគូតអញ្ចឹងទៅមករួចអញ្ចឹងមកចាអញ្ចឹងវាពិបាកមែនទែនបាទខ្ញុំតែខំថាតស៊ូជាបាលជើងនឹងខ្ញុំថាខ្ញុំនៅក្មេងដែរកុំឲ្យខ្ញុំវិធានាពីវខ្វិនតាំងពីក្មេងកូនងេតមកអើទេតែឥឡូវលេងអីហាត់មកព្រឹងនេះហាត់ពេញហាត់បានតែបើឡើងចាហាត់ប្រាណមកហឹងខ្ញុំនេះហាត់ប្រាណដែរតាហើយសុខភាពដែរលេងឈឺអីអត់ឈឺអីលេងឈឺហើយជើងនឹង